ឆាគ្រឿងពិសេសមានរសជាតិឈ្ងុយឆ្ងាញ់អាចមកភ្លក់បានបើចង់ដឹងថារសជាតិយ៉ាងណាជំរាបសួរអ្នកនរគ្នាតោះមកឆាគ្រឿងជាមួយនឹងខ្ញុំកាប់ពិតទៅមិនមែនមកបង្រៀនពីរបៀបឆាទេគ្រាន់តែថាចង់មកបង្ហាញថាខ្ញុំធ្វើម្ហូបអីគេនៅថ្ងៃនេះព្រោះភាគច្រើនស្ត្រីមេផ្ទះទូទៅក៏ចេះធ្វើហើយលើកលែងតែស្ត្រីមេផ្ទះដូចខ្ញុំទេដូច្នេះខ្ញុំមករៀនធ្វើផងហើយធ្វើវីដេអូផងថ្ងៃនេះម៉ោង6ជាងមានកម្មវិធីហូបអាហារជុំគ្នានៅជាមួយអ្នកជិតខាងប្រហែលជា5 6គ្រួសារមកជួបជុំគ្នាអញ្ចឹងណាហើយខ្ញុំគិតថាបានអីទៅបង្ហាញគេចេះជាស្នាដៃរបស់ខ្ញុំខ្លួនឯងនឹងហើយជាម្ហូបរបស់ខ្មែរមួយមុខក៏នៅឃើញថាយ៉ាឆាគ្រឿងមួយមុខតោះឆាគ្រឿងសាច់មាន់ប៉ុន្តែបន្លំព្រោះដាក់សាច់មាន់តិចសំចាយប្រើបន្លែច្រើនដូចមើលឃើញអញ្ចឹងខ្ញុំប្រើបន្លែលំកាពិតនោះវាចេះទេក្រុមដែលខ្ញុំទៅហូបអាហារជាមួយពួកគាត់ប្រហែលគ្រួសារហ្នឹងណាពួកគាត់សូវហូបសាច់ទេគាត់មិនមែនតមសាច់ទាំងស្រុងទេប៉ុន្តែភាគច្រើនបើគាត់អាចគាត់ចង់ហូបបន្លែច្រើនដូច្នេះខ្ញុំស្លោះដាក់បន្លែច្រើនអញ្ចឹងទៅម្ដងស្លោះម្ដងឆាស្បែកខ្ញុំខ្លួនឯងក៏វិញដែរក្នុងឆាគ្រឿងរបស់ខ្ញុំមានបន្លែ3មុខគឺដើម celery ម្ទេសផ្លោកហើយនឹងខ្ទឹមបារាំងនឹងឯងខ្ញុំដាក់ឈ្មោះម្ហូបនេះថាឆាគ្រឿងសាច់មាន់តែមើលសភាពការទៅសង្ស័យឆាគ្រឿងបន្លែទេព្រោះបន្លែនឹងច្រើនសិនមិញទៅផ្សារជាតិទៅទិញបានផ្លូវមាន់1គីឡូផ្លូវមាន់1គីឡូនេះបាន4ដែរធំយកមកឆាខ្ញុំប្រឡេះយកតែសាច់ទេយកតែឆាហើយបើថាមកបកស្បែកវាដែរអត់ហ៊ានដាក់ទាំងអស់ទេបើខ្ញុំឆាហូបនៅផ្ទះខ្លួនឯងនេះខ្ញុំយកទាំងឆ្អឹងដាក់ទាំងអីនឹងឯងទាំងស្បែកទាំងអីប៉ុន្តែដោយសារទៅហូបក្រុមមួយគេទៅភាគច្រើនអ្នកនេះអត់ចេះបេះឆ្អឹងទេដូច្នេះខ្ញុំក៏ប្រឡេះយកតែសាច់ចំពោះស្បែកមាន់នេះវិញអត់ចោលទេទុកថ្ងៃណាដាច់លុយទៅយកវាមកបំពងដាក់អំបិលម្ទេសទឹកត្រីទឹកស៊ីអ៊ីវទៅហូបជាមួយបាយគឺថាឆ្ងាញ់ណាស់បំពងវាឲ្យស្រួយតែគិតទៅដល់ថ្ងៃណាបានដាច់លុយបើខ្ញុំមានម្លេះនេះនិយាយលេងទៅណាបងវីដេអូនេះមានតែ2នាទីជាងទេប៉ុន្តែខ្ញុំបញ្ចូលសលេងជិត3ម៉ោងដោយសារបញ្ចូលសលេងផងដាច់រុយផងរដូវនេះគឺសបោរុយមែនតើដូចមុខរបររកស៊ីរបស់រុយចឹងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចហ្នឹងមុខរបរគេរុយនៅនេះសង្ស័យអាកាសធាតុត្រជាក់សុខសប្បាយសុខដុមរមនាមើលទៅរាំងកម៉ាប់របស់គេដែលតើរូបរាងសរៀងឯងដែរហើយខ្ញុំធ្វើបញ្ចូលសលេងផងរត់ដេញវាផងសឹងថាស្រាតសរងដេញរុយវាមិនសម្បូរខ្លាំងណាស់ណាទេប្រហែលជា6 7ក្បាលអ្នកនេះឃើញរុយ6 7ក្បាលចឹងថាច្រើនខ្លាំងណាស់ខ្ញុំក៏រៀនតាមអ្នកនេះហ្នឹងឯងបើនៅឲ្យស្រកខ្ញុំឯណោះរុយលងរាប់រយក្បាលខ្ញុំមិនដឹងថាច្រើនផងបើតែអ្នកនេះឃើញរុយ2ក្បាលចូលផ្ទះឲ្យរត់ដេញខ្ញុំរៀនតាមអ្នកនេះដែរពួកអីរៀនតាមប្តីខ្ញុំហ្នឹងឯងខ្ញុំគិតថារុយលុកលុយផ្ទះរបស់ខ្ញុំគឺដោយសារខ្ញុំមានតំណាំផើងផ្កានៅក្នុងផ្ទះប្រហែលជាវាចូលមករៀបចុះឡើងក៏មានបាននិយាយពីរឿងម្ហូបហើយតែនិយាយពីរឿងរុយប៉ុន្តែចាប់ប៉ុណ្ណេះឯណាវីដេអូរបស់ខ្ញុំធានបတ်ក្នុងវីដេអូនេះគឺនិយាយដើមរុយសម្រាប់អាហារជួបជុំល្ងាចនេះខ្ញុំមានឆាគ្រឿងស្នេហាខ្ញុំមាននំពុំនេះនំពុំគេ